សម្រាប់អ្នកខេត្តស្វាយរៀងបន្លែលក់គឺមានច្រើនមុខច្រើនប្រភេទណាអញ្ចឹងថ្ងៃហ្នឹងនាំអារម្មណ៍ពុកម៉ែបងប្អូនមកស្គាល់បន្លែលក់មួយយ៉ាងដែលអ្នកស្វាយរៀងតែងតែស្គាល់និងនិយមចូលចិត្តហូបគេមកបេះម្ចូលភ្នំមកមើលមីងបេះម្ចូលភ្នំសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាមកខាងស្វាយរៀងឥឡូវដើរមកថតវីដេអូខ្លួនឯងឃើញមីងគាត់បេះម្ចូលភ្នំនៅស្រុកហ្នឹងគេហៅថាម្ចូលភ្នំហើយម្ចូលភ្នំហ្នឹងគឺអាចចលក់ជាមួយម្ហូបជាមួយប្រហុកពិសេសជាមួយប្រហុកជាមួយត្រីខជាមួយអីក៏ត្រូវដែរសំខាន់ទៅលើអ្នកហូបទេប៉ុន្តែអាហ្នឹងគេយកទៅស្លបានតែមីងអូសង្ស័យបានដែរអញ្ចឹងស៊ីសងទៅលើអ្នកហូបទេហើយអ្នកស្វាយរៀងក៏ចូលចិត្តហូបអាហ្នឹងបន្លែវាខ្ចីដុះនៅក្នុងទឹកអញ្ចឹងស្លឹកវា3តែសៃអញ្ចឹងបេះមកចូលភ្នំមើលមីងបេះមកចូលភ្នំមិនធ្វើតាមគំរូបងសុភ័ត្រាទេណាថតវីដេអូខ្លួនឯងទៅពេលហើយឃើញគាត់បេះមកចូលភ្នំហ្នឹងទៅគេហៅមកចូលភ្នំចឹងទេមីងគាត់បេះរាល់ថ្ងៃហ្នឹងបេះយកចុចលក់បើចុចអីត្រូវណាអ្នកស្វាយរៀងគេហៅថាមកចូលភ្នំនៅខាងស្វាយរៀងតែតាមការពិតទៅបន្លែលក់ហ្នឹងគេហៅថាចន្ទុលភ្នំបើសិនជាយើងនិយាយឲ្យត្រូវតាមអក្សរដែលគេសរសេរប៉ុន្តែភាគច្រើនគេប្រើតែភាសាតាមតំបន់ចឹងឯងចឹងគេហៅថាបញ្ចូលភ្នំចឹងទៅប៉ុន្តែពាក្យដែលត្រូវហ្នឹងគឺចន្ទុលភ្នំនៅពេលដែលយើងសរសេរអក្សរហើយការដែលទៅជួបថតគាត់នេះគឺมันមានកម្រងទេគឺទៅតែចៃដន្យទេតាមពិតទៅខ្ញុំទៅថតវីដេអូនៅមាត់ព្រែកលេងប៉ុន្តែដល់ពេលទៅឃើញគាត់មកហើយខ្ញុំទៅហ្នឹងខ្ទង់ជាម៉ោង9:10ហើយហ្នឹងប្រហែលជាគាត់មកតាំងពីព្រឹកយ៉ាងមកបេះហ្នឹងនិយាយទៅមើលអត់ស្គាល់ទេពីចម្ងាយទៅពេលទៅមើលចិត្តទៅមិនដឹងថាគាត់សោះអ្នកផ្ទះចិត្តគ្នាឯងសោះហើយនៅពេលដែលទៅថតគាត់មួយនាទីដំបូងហ្នឹងគាត់អៀនដែរចង់ឲ្យថតទេខ្ញុំប្រាប់គាត់ថាអៀនអីទេទម្លាប់យើងនៅផ្ទះតាមជនបទស្រុកស្រែតែប៉ុណ្្នឹងឯងមានពីណាគេទៅប្រកាន់គេមានតែចូលចិត្តមើលនៅសកម្មភាពពិតរបស់ប្រជាពលរដ្ឋកសិករយើងនៅស្រុកស្រែសម្រាប់មុខម្ហូបដែលជាលក់ត្រូវជាមួយនឹងបន្លែចតុលភ្នំជាងគេហ្នឹងគឺមានតែខប្រហុកទេខប្រហុកមានសាច់ត្រីមានអីចឹងទៅរសជាតិរៀងប្រៃដិតបន្តិចហ្នឹងអញ្ចឹងដល់ពេលដែលចលក់ជាមួយនឹងចតុលភ្នំហ្នឹងទៅគឺដឹងតែឆ្ងាញ់ហើយណាមួយចតុលភ្នំក៏ខ្ចីថ្មីស្រស់ល្អដែរគាត់បេះហ្នឹងគឺបានតងសខាំទៅស្រួយស្ញោកហ្មងប៉ុន្តែថាទៅសម្រាប់អ្នកចូលចិត្តហូបមិនថាតែហូបជាមួយនឹងខប្រហុកទេទោះបីជាខធម្មតាឬក៏អាលីងកូនត្រីប្រៃហ្នឹងក៏អាចយកបន្លែហ្នឹងយកមកចលក់ផ្គាប់ហូបជាមួយបានដែរក៏នៅតែពួកគាត់ថាឆ្ងាញ់ដែរហើយនេះគឺជាលទ្ធផលក្រោយពេលដែលគាត់ចំណាយពេល3ទៅ4ម៉ោងតាំងពីព្រលឹមតថ្ងៃត្រង់ហ្នឹងគឺបានតែប៉ុណ្្នឹងឯងនិយាយទៅគឺពិបាកដែរសំពីម្ដងទៅម្ដងទម្រាំតែបានប៉ុណ្្នឹងប្រើពេលយូរហើយហត់ដែរហើយសម្រាប់ពុកម៉ែបងប្អូនដែលទស្សនាក្រៅពីខេត្តស្វាយរៀងហ្នឹងមានស្គាល់បន្លែលក់ហ្នឹងឬអត់ធ្លាប់ញ៉ាំដែរឬអត់ជួយខមមិនប្រាប់ផងហើយវីដេអូយើងក៏មកដល់ទីបញ្ចប់ដែរអរគុណសម្រាប់ការទស្សនាបាយ